ដើម្បីមើលទេសនាតោះអញ្ចឹងមើលទំព័រទី270តើសេនាចែកចេញជាប៉ុន្មានប្រភេទធំអ្នកដឹងឬដៃតើសេនាចែកចេញជាប៉ុន្មានប្រភេទធំអូនជួយគេអូខេគីមលីតោះឆ្លើយលឿនមានអ្នកទៅសេនាចែកចេញជា3ប្រភេទធំសេនាហាក់ម៉ាសេនាទីកន្លងសេនាដៃច្រើនអត់ពេលដៃក៏មួយអត់ទៅចោលតោះចម្រងតូចតើអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់សិលាដោយផ្អែកលើសមាសធាតុអ្វីខ្លះចាត់ថ្នាក់សិលាដោយផ្អែកលើសមាសធាតុអីគេសមាសធាតុអូនសមាសធាតុអីគេអូខេអរគុណគឺចុះរ៉ូសាសំណួរទី1ចូលឲ្យនិយមន័យវត្តសេនាគឺជាវីអត់đâyកាត់សិនឲ្យចាំឆ្លើយគឺជាដំណើររបស់សេនាដែលគ្មានទីត្រូវបាន70ទៅ80%អត់ទាន់ទេតោះមិញដងតោះជំរាបអ្នកគ្រូអូខេត្រូវបាន95%អូខេអរគុណគឺចុះតើរ៉ូសាគឺចុះអញ្ចឹងសំណួរទី2តើសេនាមានប៉ុន្មានប្រភេទអូខេអាចបញ្យល់សេនានីមួយបានអត់បានអត់អរេតមើលបានប្រភេទដែរក៏តិចកំណត់បង្ខំឆ្លងគ្នាសាលាណាបានដល់ការចិត្តអ្នកណាហើយបន្តវិទ្យាសាស្ត្រណាអូខេស្ដាតែកំណត់កាត់ឡើងពីវិទ្យាភាពនិងសមាសភាពមុនដែលមុនសាលាម្ដងគេបែងចែកថ្នាក់សាលាចែកចេញជាប៉ុន្មានអ្វីខ្លះថ្នាក់សាលាជា2គឺសមាជិកសងនិងវិទ្យាភាពអរគុណគូចុះតាចូលបញ្យល់ពីថ្នាក់នីមួយរបស់សាលាមើលខ្លះឆ្លើយខ្លះមកអញ្ចឹងអូខេមើលមកកាមេរ៉ាគឺជាការកំណត់ទំហំរូបរាងគឺជាការកំណត់ទំហំដោយរូបរាងនិងទីតាំងនៃក្រុមវិទ្យាការតាមវិទ្យារបស់សាលាមាន3គ្រឹះវិទ្យាប្រមាត់វិទ្យាប្រមធ្យមនិងវិទ្យាភាពអរគុណលោកចុះនីតានឹងគាត់ញ៉ាំហ្នឹងមិនរាប់លេខទេទៅវាយគ្នាកាមេរ៉ាចាប់ផ្លុំមកវាយតោះចាជំនាញក្រុមទីម៉ានអូនក្រុមទី2អូខេក្រុមទី2ធ្វើសំណួរអីគេវិញអាចយល់អាចបានអត់គេតាអ្នកវិទ្យាសាស្ត្រធ្វើចំណាត់ផ្នែកសេនាតែមិនគិតថាចំណាត់នេះខ្លួនឯងរកបានត្រឹម 100% អត់ឡើយអូខេចាំមើលចាស់ស្ដាយអញ្ចឹងអូខេតោះធ្វើមកចឹងតោះនេះក្រុមទីម៉ានមានសមាជិកប៉ុន្មាននាក់គេ15នាក់ធ្វើសំណួរអីគេវិញចូលគោលឌីយ៉ាក្រាមដើម្បីគាត់និយាយពីគាត់គេថាខ្លួនឯងធ្វើត្រូវបានប៉ុន្មានអូខេអញ្ចឹងនឹងតាក់ទី 8A ពួកគាត់ធ្វើសំណួរភាសាក្រុមអញ្ចឹងនៃក្រុមទី1ពួកគាត់ធ្វើតកតជាមួយនឹងសំណួរគោលឌីយ៉ាក្រាមនៃវត្តសិលានេះប្រធានក្រុមឲ្យភាសាក្រុមទៅដៃ2តោះចាំសើចចុងមកឥឡូវទប់សើចសិនសើចក៏ហ៊ានជាងថ្មិញដែរនោះអ្នក support មិនធ្វើណាអ្នកមកគ្រប់គ្រង4 5នាក់នោះអត់ព្រមរកចម្លើយឲ្យគេទេអៀនមាត់តិចអត់អៀនមាត់អត់ហើយបើសិនចម្លើយច្រើនដល់ដៃគេក៏បានដែរ
ចា